ពលរដ្ឋកម្ពុជាថាថៃកំពុងតែទាញចិនឲ្យចូលទម្លាស់កម្ពុជាថៃបើតាមក្រសួងការពារជាតិកម្ពុជាជនជាតិចិនជាន់មាននៅចំការមានកម្ពុជានិងគ្មានប្រវត្តិចេញចូលមកកម្ពុជាទេក្រសួងការពារជាតិបានបដិសេធការចោទប្រកាន់របស់ថៃករណីជនជាតិចិនឈ្មោះស៊ីនជីងជុងបានជាន់មានដាច់ជើងក្រសួងបញ្ជាក់ថាជនជាតិចិនរូបនេះបានជាន់មានចាស់នៅក្នុងទឹកដីចំការមានរបស់កម្ពុជាដែលសល់ពីមានចាស់កាលពីសម័យសង្គ្រាមកងការពារព្រំដែនលេខ503របស់កម្ពុជាដែលឈរជើងនៅក្នុងភូមិសាស្ត្រភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបានឮសូរសំឡេងផ្ទុះគ្រាប់មានចំនួន1គ្រាប់ហើយបើតាមការពិនិត្យទីតាំងឧបទ្រវហេតុនេះបានកើតឡើងនៅក្នុងចំការមានរបស់កម្ពុជាដែលមានគ្រាប់មានចាស់មិនទាន់ផ្ទុះដែលមានសំណល់ពីសម័យសង្គ្រាមជាយូរឆ្នាំណាស់មកហើយនេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជាក្រសួងការពារជាតិអះអាងថាជនជាតិចិនឈ្មោះស៊ីនជីងជុងកាន់លិខិតឆ្លងដែនលេខ2356975263ត្រូវបានក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ថាពុំមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញចូលប្រទេសកម្ពុជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយកម្ពុជាជំរុញឲ្យភាគីថៃអនុវត្តឲ្យបានម៉ឺងម៉ាត់នៅកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នារួចមកហើយដោយការងារដោះមានមនុស្សធម៌នៅតាមព្រំដែនត្រូវធ្វើឡើងតាមរយៈក្រុមការងារ JCPF និងស្របតាម SOP ដែលបានឯកភាពគ្នាបាទសូមអរគុណ